ពីថ្ងៃណាសិក្សាគ្រប់កម្មហ្នឹងគឺបានដល់2ថ្ងៃហើយសពគ្រប់ល្អអស់ហើយចឹងណាអញ្ចឹងយើងសិក្សាបច្ច័យទី5នេះគឺយើងសិក្សា4ចំពោះណាក្នុង4ចំពោះហ្នឹងមានភូមិចតុកៈបរិសន្ធិចតុកៈកម្មចតុកៈហើយនឹងមរណបតិចតុកៈការកាត់ឡើងមានមរណបតិចតុកៈអញ្ចឹង4ចតុកៈយើងចតុកៈទី1ស្ដីភូមិចតុកៈយើងរៀនពីភពភូមិហើយណាភពភូមិទាំង31ហើយបរិសន្ធិចតុកៈពីការដែលទៅបរិសន្ធិនៅភពភូមិដល់ចិត្តអីចិត្តអីអញ្ចឹងណាអញ្ចឹងក៏នៅក្នុងភូមិហ្នឹងមានអីខ្លះមានបរិសន្ធិចំនួនប្រមាណអញ្ចឹងជាដើមណាក្នុងភពភូមិអាចមានបរិសន្ធិច្រើនណាហើយដល់ពេលចំពោះទី3នេះគឺស្ដីពីកម្មចតុកៈនេះគឺបំពីហេតុដែលធ្វើឲ្យសត្វលោកហ្នឹងទៅឧបត្តិនៅក្នុងភពភូមិនោះតែបច្ច័យទី5ហ្នឹង4ចំពោះវាពាក់ព័ន្ធគ្នាអញ្ចឹងណាកម្មហ្នឹងគឺជាហេតុណាយើងសិក្សាពីតួហេតុដែលនាំឲ្យសត្វលោកទៅឧបត្តិនៅភពភូមិទាំងនោះមានហេតុអីខ្លះអញ្ចឹងណាគឺដោយសារបុគ្គលធ្វើកម្មអីជាដើមហើយពាក់ព័ន្ធនឹងកម្មនេះក៏យើងបែងចែកចេញជា4ចតុកៈណាលោកបែងចែកជា4ចតុកៈក្នុងមួយចតុកៈមាន4កម្មអញ្ចឹង4ចតុកៈវា16កម្មណាចតុកៈទី1ឈ្មោះថាកិច្ចចតុកៈគឺជាកម្ម4យ៉ាងដែលនិយាយអំពីតួនាទីរបស់កម្មណាពាក់ព័ន្ធនឹងតួនាទីរបស់កម្មថាកម្មដែលយើងធ្វើហើយហ្នឹងគឺមានតួនាទីធ្វើអីខ្លះលើយើងវិញណាធ្វើអីខ្លះលើយើងវិញណាមានអីខ្លះចឹងសួរដែរកម្មអត់ចតុកៈកម្មទៀតឧបតំបកកម្មឧបបៃលកកម្មហើយនឹងឧបគិតកកម្ម4ហ្នឹងហៅថាចតុកៈអីគេកិច្ចចតុកៈជាចតុកៈស្ដីអំពីកិច្ចស្ដីអំពីតួនាទីរបស់កម្មមិននាំមកកើតទេនាំមកកើតឬឧបត្ថម្ភដល់តួនាទីរបស់វាតួនាទីរបស់វាហើយវាធ្វើតួនាទីអីខ្លះធ្វើតួនាទីនាំកើតធ្វើតួនាទីឧបត្ថម្ភតួនាទីបៀតបៀនហើយនឹងធ្វើតួនាទីកាត់ផ្ដាច់ចឹងទៅវាចាំកាត់ហ្មងណាកុសលទៅកាត់អកុសលទៅកាត់កុសលអីក៏តាមហ្នឹងទៅណាយើងសិក្សាហើយចតុកៈទី1នេះយើងកំពុងសិក្សានៅចតុកៈទីម៉ែនចតុកៈទី2ចតុកៈទី2ឈ្មោះថាបាកទានណាបរិយាយចតុកៈបាកៈនោះគឺផលទាននោះគឺឲ្យផលបាកទានគឺការឲ្យផលហ្នឹងមានអីបាកឲ្យផលហ្នឹងឯងការឲ្យផលណាបរិយាយនេះគឺលំដាប់ឬក៏វារៈអញ្ចឹងជាកម្ម4ដែលនិយាយពីលំដាប់ការឲ្យផលនិយាយពីលំដាប់ការឲ្យផលបានន័យថាកម្ម4ហ្នឹងអានេះឲ្យផលមុនឲ្យផលក្រោយលោកនឹងរៀនតាមលំដាប់ឲ្យអញ្ចឹងនៅក្នុងចតុកៈទី2នេះគឺស្ដីពីលំដាប់ការឲ្យផលរបស់កម្មនេះលោករៀនមកថាកម្មណាដែលឲ្យផលមុនគេតែមកបន្ទាប់ពីសេចក្ដីស្លាប់ហ្នឹងគឺគរុកម្មតែណាគរុកម្មនេះគឺថាដឹងថាមានកម្លាំងជាងគេនាំឲ្យទៅកើតបានមុនតែម្ដងណាបានមុនគេមកដឹងថាស្លាប់ទៅព្រាមអញ្ចឹងហ្មងដឹងរងចាំណាបានវីសាទៅស្លាប់ព្រាមទៅព្រាមធ្លាក់ដុកបដៅណាហ្នឹងគឺគរុកម្មណាគរុកម្មហើយបើសិនជាអត់មានគរុកម្មហ្នឹងទេក៏អសនកម្មណាអសនកម្មគឺកម្មដែលយើងធ្វើនៅពេលស្លាប់ហើយបើអត់មានអសនកម្មហ្នឹងទេអត់មានអសនកម្មហ្នឹងទេអីគេឲ្យកម្មបន្ទាប់ឲ្យផលទៀតអចិន្នកម្មកម្មអីកម្មដែលធ្វើជារឿយៗកម្មដែលធ្វើជាប្រចាំមិនអត់ទេតលេងណាបាត់វីដេអូហ្មងចាំវីដេអូ live បាត់ live នេះវីដេអូ live Facebook live ធម្មតាវីដេអូធម្មតានេះណាអូវាបាត់ហ្មងអូខេអញ្ចឹងថតវីដេអូវាអត់បានយូរទេអញ្ចឹងស្រេចតែអញ្ចឹងអូខេនេះអត់បានម្ដងណាបើអញ្ចឹងបើក YouTube ដាក់ហ្មងទៅ live YouTube ដាក់ហ្មងទៅតែ copy តែ copy ចំណងជើងហើយតែ copy មកសាក copy ម្ដងទៀតទៅ copy ឡើងគ្រប់ហ្នឹងសាកបងវាបាត់អូខេថតវីដេអូវាអត់បានយូរអញ្ចឹងនេះគេបង្ការគេលោអ៊ីនធឺណិតដាក់ដួលអញ្ចឹងណាអត់ដឹងអត់ណាចេះមកធ្វើផលិតអត់ទុកសិនអញ្ចឹងអត់វីដេអូដាច់បាត់ហើយអញ្ចឹងដាច់អញ្ចឹងអូខេតទៀតអញ្ចឹងគ្រូកម្មណាបើមានមួយជាតិហ្នឹងបើសិនយើងធ្វើគ្រូកម្មគឺគ្រូកម្មឲ្យផលតែបើអត់មានគ្រូកម្មទេគឺអសនកម្មឲ្យផលបើអត់មានអសនកម្មទេគឺអចិន្នកម្មនឹងឲ្យផលបើអត់មានអចិន្នកម្មទេគឺកតតកម្មនឹងឲ្យផលតែយើង4ហ្នឹងយើងឲ្យឈ្មោះហើយណាបញ្យល់ទ្រូហើយគ្រូកម្មគឺប្រែថាកម្មធ្ងន់ឬកម្មដែលមានកម្លាំងខ្លាំងអសនកម្មកម្មដែលធ្វើនៅពេលចិត្តស្លាប់ឬកម្មដែលយើងនឹកឃើញពេលចិត្តស្លាប់ហើយអចិន្នកម្មកម្មដែលធ្វើជារឿយណាហើយកតតកម្មគឺកម្មដូចតាចកម្មរីរងផ្សេងហ្នឹងទៅឬក៏កម្មដែលយើងធ្វើដោយមិនបានព្រៀងទុកឬក៏កម្មដែលមិនគ្រប់អង្គកម្មបត្តិពេលខ្លះវាមិនមែនតូចតាចអីណាទេព្រោះគ្រាន់តែថាវាមិនមែនជាប្រចាំណាយើងធ្វើពេញលេញជាកុសលអីពេញទំហឹងរបស់យើងដែរហ្នឹងគាត់ថាយកបានធ្វើប្រចាំយូរធ្វើម្ដងពេលនឹកឃើញក៏ធ្វើអញ្ចឹងណាអាហ្នឹងគឺជាចាត់ទុកនៅក្នុងកតតកម្មទាំងអស់ណាអញ្ចឹងឧទាហរណ៍ធម្មជាតិហ្នឹងអញ្ចឹងសរុបទៅឃើញនិយាយពីការដែលកម្មណាឲ្យផលមុនកម្មណាឲ្យផលក្រោយណាដូចឧទាហរណ៍យើងមានកំណត់ថាអូយខ្ញុំមកជាតិហ្នឹងធ្វើបានទៅទៀតច្រើនណាអញ្ចឹងតើយើងជឿជាក់ថាទៅជាតិបន្ទាប់នេះយើងនឹងបានឡើងសុគតិដែរឬអត់យើងជឿជាក់នៅអត់បន្តទេមែនណាអញ្ចឹងព្រោះពេលនេះទៅដល់ស្លាប់យើងដល់ស្លាប់ទេមែនណាពេលនេះទៅដល់ស្លាប់យើងមិនដឹងជាពេលណាមួយទៅក៏ឈួលខ្លាំងទៅក៏ព្រុសព្រះបាំងប្រាវិញគេដែរអញ្ចឹងទៅក៏អាចធ្វើឲ្យអ្នកណាម្នាក់ស្លាប់ឬក៏ជួយដៃធ្វើឲ្យពុកម្ដាយយើងស្លាប់អញ្ចឹងទៅក៏បានគ្រូកម្មតែម្ដងណាតែបើសិនជាយើងអត់បានធ្វើឲ្យម្ដាយយើងស្លាប់អត់បានធ្វើឲ្យពុកយើងស្លាប់ទេបានយើងអត់មានគ្រូកម្មទេណាសម័យនោះអត់មានព្រះអរហន្តទេណាព្រះអរហន្តឡើងបានហើយនឹងអត់មានព្រះអរហន្តភាពទេណាតែអាចមានសង្ឃភេទរហន្តបាតក៏លែងមានដែរតែសង្ឃភេទអាចមានណាអូខេបើអញ្ចឹងបើសិនជាយើងបានធ្វើនៅបេតុភេទឬក៏មាតុភេទអាហ្នឹងគឺបានន័យថាយើងធ្វើគ្រូកម្មបានយើងធ្វើគ្រូកម្មហើយអញ្ចឹងគ្រូកម្មហ្នឹងគឺបានអីគេគ្រូកម្មមានពួកអីខ្លះកម្មណាខ្លះដែលចាត់ទុកជាគ្រូកម្មអំសិនមិញនិយាយក្បត់ដែរនេះយតមច្ឆាតថេបញ្ចានន្តរយកម្មហើយហ្នឹងមហកតកុសលកម្មអញ្ចឹងគ្រូកម្មវាមានទាំងកុសលទាំងអកុសលមែនទេគ្រូកម្មដែលជាអកុសលគឺនេះយតមច្ឆាតថេហើយហ្នឹងបញ្ចានន្តរយកម្មហ្នឹងគ្រូកម្មដែលជាអកុសលហ្នឹងបាបខ្លាំងមែនទេនេះយតមច្ឆាតថេហ្នឹងគឺទោសខ្លាំងជាងសង្ឃភេទទៀតចាំតែអញ្ចឹងហ្មងណាការដែលមិនកែប្រែវាអញ្ចឹងណាការដែលយល់ឃើញខុសដោយមិនកែប្រែបែបហ្នឹងគឺអត់ទេតើឲ្យទោសធ្ងន់ជាងសង្ឃភេទទៅត្រឹមតែមកអន្តរកាលទេណាតែបើសិនជាចូលអីគឺតើហើយអញ្ចឹងគ្រូកម្មវាបានធ្វើចន់ជាងណាចាធ្វើធ្ងន់ជាងបើសិនយើងចូលធ្វើអញ្ចឹងយើងគាត់អាចចាំត្រួស3ហ្នឹងបើជានិយតមច្ឆាតថេវាអាចមាន3យ៉ាងអាចជាយល់ឃើញបែបនតិកតថេអហេតុកតថេឬក៏អ
អកិរិយាទិដ្ឋិណាយល់ឃើញខុសដែលគ្មានផលយល់ឃើញខុសដែលបដិសេធហេតុហើយយល់ឃើញខុសបដិសេធទាំងហេតុទាំងផលពីអតិកទិដ្ឋិយល់ឃើញថាបដិសេធផលបដិសេធឲ្យយើងធ្វើសម័យនេះវាគ្មានផលគេយល់ឃើញអញ្ចឹងណាតែបើធ្វើទៀតនេះគ្មានផលទេដាក់បាត់អីវាសំទៅនឹងផលគេណាអញ្ចឹងណាអាហ្នឹងគឺយល់ឃើញថាបដិសេធផលហ្នឹងជាពួកប្រភេទអតិកទិដ្ឋិតែបើអហេតុកទិដ្ឋិគឺពួកបដិសេធហេតុក៏បាននេះថាគេយល់ឃើញថាអ្វីដែលយើងបានទទួលសម័យនេះបានរូបស្អាតសម្បុរល្អសុខភាពល្អគ្មានជំងឺតម្កាត់រហូតស៊ីមានបានអីហ្នឹងអាហ្នឹងគឺគេមិនយល់ឃើញថាអាហ្នឹងបណ្ដាលមកពីកុសលអីដែលយើងធ្លាប់ធ្វើធ្លាប់ថ្វាយទានពីមុនមកធ្លាប់រក្សាសិលពីមុនមកគេអត់យល់ឃើញអញ្ចឹងទេគេបដិសេធហេតុថាមិនមែនមកពីយើងធ្វើបុណ្យណាទេខ្ញុំថានោះអញ្ចឹងណាគេយល់ឃើញថាការគេបានរូបស្អាតហ្នឹងក៏ដោយសារថាពូជបោគេឬក៏គេកើតមកធម្មជាតិរបស់គេស្អាតអញ្ចឹងហ្មងតែខ្លះបាននិយាយដល់ពុកដៃស្អាតហ្នឹងគេតែពូជគេកើតមកស្អាតអញ្ចឹងហ្មងទៅគេបដិសេធហេតុគេយកតែផលទេហើយមួយទៀតអកិរិយាទិដ្ឋិនោះគឺដឹងថាបដិសេធទាំងហេតុទាំងផលហ្មងថាទាំងអំពើដែលខ្លួនធ្វើបច្ចុប្បន្នហ្នឹងក៏មិនមែនបាបបុណ្យអីទេហើយដែលយើងនឹងបានទទួលនៅពេលឥឡូវហ្នឹងក៏មិនមែនមកពីហេតុអីដែរគឺបដិសេធទាំងហេតុបដិសេធទាំងផលអស់ហ្មងហៅថាអកិរិយាទិដ្ឋិអញ្ចឹងបើយល់ឃើញអញ្ចឹងមែនប៉ុន្តែបើសិនយើងអាចកែប្រែបានអាហ្នឹងត្រឹមតែមិច្ឆាទិដ្ឋិធម្មតាអាហ្នឹងទទួលទោសនៅត្រឹមណាមហានរៈជាន់ទី7ឈ្មោះថាមហាតាបណៈមហានរៈត្រឹមហ្នឹងណាត្រឹមជាន់ទី7ត្រឹមទៀតជាន់ទី7ទៀតផុតដែរណាមហានរៈដល់មានតែ8ជាន់ហ្នឹងហ្មងតែបើធ្វើអន្តរកម្មដល់ជាន់ទី8ហើយម្ដងជាន់ទី8អាយុកាលមួយអន្តរកាលតែបើមហាតាបណៈមហានរៈហ្នឹងគឺជាន់ទី7ហ្នឹងត្រឹមតែអាយុពាក់កណ្ដាលអន្តរកាលប៉ុណ្ណោះគេខុសគ្នាណាតែបើសិនជាប្រភេទមិនកែប្រែគឺមិននៅត្រឹមតែមហាតាបណៈនៅក្រៅចក្រវាលនោះហៅថាលោកកន្តរៈនរៈនោះណាមកយល់ឃើញហើយមិនកែប្រែតែបើសិនយើងអាចកែប្រែចឹងយើងប្រឹងស្រាប់ថតទៅយល់ឃើញការយល់ឃើញខុសរបស់យើងណាយើងឆ្ងល់យើងចេះសាកសួរទៅអីជាតិក្រោយមានមែនអីពុទ្ធអង្គលោកបងត្រាស់ដឹងអង្គឯងទូមាននៅយើងមែនឬបងត្រាស់ដឹងនៅថតឲ្យពុទ្ធចាក់ទុកមែនឬណាយើងក៏សាកសួរអញ្ចឹងទៅយើងក៏បានកែការយល់ឃើញខុសរបស់យើងហ្នឹងមកយល់ឃើញត្រឹមត្រូវវិញអាហ្នឹងយើងក៏មិនមែនជានិយតមច្ឆទិដ្ឋិហើយអត់ទេណាមិនដល់ថ្នាក់ជាគរុកម្មទេណាតែបើសិនជាយើងអត់បានមាននិយតមច្ឆទិដ្ឋិទេតែយើងអំពើរបស់យើងណាមួយអាចនឹងជាអនន្តរិយកម្មបានណាដូចជាសម្រាប់ឪពុកសម្រាប់ម្ដាយសម្រាប់ព្រះអរហន្តឬធ្វើឲ្យព្រះអង្គពុះពោបលោហិតឬក៏បំបាច់បាក់សង្ឃអីហ្នឹងគឺជាបញ្ចអនន្តរិយកម្មអំពើ5យ៉ាងហ្នឹងបើសិនយើងបានធ្វើអំពើណាមួយគឺយើងជាគរុកម្មដែរបានទទួលគរុកម្មហ្នឹងហើយបើអត់មានបើសិនជាអត់បានធ្វើអកុសលហ្នឹងទេចុះខាងផ្នែកកុសលគរុកម្មមានអត់មានគឺអីកុសលគរុកម្មមហកតកុសលណាគឺពួករូបជាតិអរូបជាតិហ្នឹងក៏ជាគរុកម្មដែរជាគរុកម្មផ្នែកកុសលហើយជាខុសគ្នារវាងគរុកម្មកុសលនិងអកុសលខុសគ្នាមិនគរុកម្មអកុសលបើគរុកម្មណាមួយឲ្យផលគរុកម្មផ្សេងទៀតនឹងធ្វើទូទៅជាឧបធម្មបកកម្មតែបើគរុកម្មកុសលវិញបើគរុកម្មណាមួយឲ្យផលគរុកម្មផ្សេងទៀតឧបធម្មបកកម្មតែថាមែនបើខាងផ្នែកកុសលវិញអត់ឧបធម្មទេបើមួយឲ្យផលអនុសលហ្នឹងគឺអហោសកម្មតែម្ដងដោយទីហើយយើងបានឈានដល់នេវសញ្ញាហើយ7ឈានទៀតអហោសកម្មបណ្ដោយអញ្ចឹងនេវសញ្ញានាំទៅកើតអញ្ចឹងជាគរុកម្មនេវសញ្ញាគឺនាំទៅជាគរុកម្មនាំទៅកើតហ្មងអញ្ចឹង7ទៀតបាច់ទៅណាបាច់ទៅជន់អាកិញ្ញអីណាបាច់ទៅគឺអហោសកម្មអស់ហើយកិញ្ញអីបាច់ទៅណាអាហ្នឹងខាងផ្នែកកុសលណាមហកតកុសលឬក៏កុសលគរុកម្មតែបើខាងផ្នែកអកុសលវិញគរុកម្មឧទាហរណ៍យើងធ្វើគរុកម្មពីរមានដោយប្រតិវត្តមានលោហិតុបាតផងសង្ឃភេទផងអញ្ចឹងសង្ឃភេទក៏ឲ្យផលបរិសន្ធិឲ្យផលក្នុងកើតជាចន្ទកកម្មតែលោហិតុបាតនឹងធ្វើទុនទីជាឧបធម្មបកកម្មអញ្ចឹងណាតាមហ្នឹងអូខេឥឡូវយើងបានគរុកម្មទៅវិញណាចូលអសនកម្មវិញអានេះយើងត្រូវនិយាយអសនកម្មគឺអីគេគឺកម្មដែលយើងធ្វើនៅពេលចិត្តស្លាប់ឬក៏កម្មដែលយើងនឹកឃើញពេលចិត្តស្លាប់អញ្ចឹងណាឆ្ងល់ថាធ្វើពេលចិត្តស្លាប់មិនឆ្ងល់ទេតែនឹកឃើញពេលចិត្តស្លាប់នេះចាត់ជាអសនកម្មដែរនេះមានណាតែមានណាធ្វើអំពើធ្វើតាំងពីយូរហើយពេលចិត្តស្លាប់មិននឹកឃើញអត់អាហ្នឹងគ្រោះថ្នាក់អាហ្នឹងសំមកពីណាពីណីពេលចិត្តស្លាប់នឹកឃើញហ្មងបើអាហ្នឹងធ្វើញាប់ណាដូចធ្វើអកុសលញាប់បីកបល់ត្រីភុសឬក៏កាត់ខ្ចងកាត់អីណាកាត់កតុយអីណាយើងដឹងគេខំមកខ្សឹបម៉ែអរហន្តស្អីគេកាត់ខ្ចងយ៉ាងហ្នឹងគាត់នឹកឃើញស្អីគេកាត់កតុយអីចឹងណាអូនឹកឃើញតែអំពើដែលគាត់ធ្វើហ្នឹងឯងគេខំខ្សឹបណាម៉ែអរហន្តសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធគ្មានតែនឹកឃើញអីទេមិនដឹងណាណាកាត់ខ្ចងណាកាត់កតុយយ៉ាងណានៅចុងទៅហ្នឹងគឺគាត់នឹកឃើញតែអំពើដែលគាត់បានធ្វើពីមុនមកនោះទេហ្នឹងគឺអំពើហៅថាអសនកម្មជាអំពើដែលធ្វើមុនពេលចិត្តស្លាប់ឬក៏អ្វីដែលនឹកឃើញមុនពេលចិត្តស្លាប់អញ្ចឹងបើសិនពេលចិត្តស្លាប់ស្រួលយល់ទេមែនណាពេលចិត្តស្លាប់លើកទីហោគ្រោះថ្នាក់ចរាចរណ៍យើងអត់ដឹងខ្លួនឯងស្លាប់ស្រាប់តែផ្លាំងព្រុសស្លាប់បាត់ទៅបាត់ដល់ពេលអញ្ចឹងយើងខ្លួនឯងក៏អត់ដឹងខ្លួននឹងថាស្លាប់ហើយមានអ្នកសួរថាអញ្ចឹងអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងមាននិមិត្តមុនស្លាប់ដែរមានកំភៃលឿនណាស់ចិត្តតែវាកើតលឿនណាស់ធម្មតានេះហ្នឹងវាសាងឲ្យហើយអញ្ចឹងទោះបីយើងអត់បានត្រៀមខ្លួនស្លាប់ប៉ុន្តែពេលស្លាប់ថាចុះចាំបេះដូង10នាទីមិនទាន់នេះណាជួយទាន់ទៅហ្នឹងទៅដល់លេងដកហៅហើយអស់អុកស៊ីហ្សែនហើយនិយាយនោះ10ដង្ហើមនេះបើគេខាត់ដង្ហើមយើងត្រឹមតែ10ដង្ហើមគឺយើងដាច់ខ្យល់បាត់ហើយណាដោយប៉ូលីសដែលនេះនៅស្កាត់កគេហ្នឹងស្កាត់ក10នាទីហ្នឹងហ្នឹងឯងគេប្រាប់ថាដកហៅមួយទេនៅតែអត់ព្រមលេងណា10នាទីហ្នឹងគឺអស់ខ្យល់អុកស៊ីហ្សែនទៅចំពោះក្បាលដល់ពេលអញ្ចឹងទោះបីប្រឡែងមកវិញក៏អស់នឹងជួសជុលហើយវាអត់មានអុកស៊ីហ្សែនក្នុងខ្លួនណាពេលដង្ហើមយើងដករហូតដើម្បីបដូរអុកស៊ីហ្សែនទៅបដូរនៅក្នុងឈាមដកចេញដកចូលណាអញ្ចឹងពេលរាងកាយយើងវាផុយស្រួយប៉ះដល់អីបន្តិចហ្នឹងគឺឡើងហើយទៅហើយលើឧទាហរណ៍ដូចយើងស្លាប់នៅសល់តែដកហៅនេះយើងលេងកម្រើកលេងនៅខ្លួនហ្នឹងណាអញ្ចឹងអ្វីដែលនៅសល់គឺដកហៅនេះតែយើងស្លាប់ហើយគេបោះយើងចូលទឹកទៀតអស់អីជួយបាទព្រោះវាខាត់អត់ឲ្យដកដង្ហើមណាអញ្ចឹងបើសិនជាមានអ្នកស្រង់តាន់ពេលវេលាតាន់ទៅចាំមកឃើញអ្នកណាឃើញក្មេងលងទៅលោតចូលទៅតាមប្រងភ្លាមនឹងឯងគឺធ្វើម៉េចទៅជួយឲ្យតាន់ពេលវេលាបាទអញ្ចឹងទេវាក៏ហូបវិស័យនឹងជួយបានអញ្ចឹងពេលហ្នឹងគឺពេលគៀកនឹងសេចក្តីស្លាប់តែពេលហ្នឹងគឺគៀកនឹងសេចក្តីស្លាប់ដោយអ្នកផាស៊ីហើយស្វឹងអញ្ចឹងណាដល់ពេលមកហ្នឹងទីឡានលេឡូអញ្ចឹងទៅក៏គ្រោះថ្នាក់ផោងអញ្ចឹងទៅអីហ្នឹងណាតែឃើញយប់មិញហ្នឹងផ្លូវ271ហ្នឹងបុកអត់ឯងបកគោលក្បាលនេះពុះធុងផ្លូវហ្នឹងនឹងចាយនឹងផ្ងាជើងអញ្ចឹងឡានណាបាក់ក្បាលធុងផ្លូវហ្នឹងហ្មងទៅបុកធុងផ្លូវហ្នឹងហើយខ្លួនឯងនឹងផ្ងាជើងអញ្ចឹងដែរហ្នឹងអញ្ចឹងអ្នកនៅក្នុងហ្នឹងដឹងគ្រោះនឹងស្លាប់ដឹងមិនផងចង់និយាយថាពេលចិត្តស្លាប់ពេលហ្នឹងតើចិត្តរបស់យើងនេះជាកុសលឬក៏អកុសលពេលហ្នឹងដឹងហើយអញ្ចឹងខ្លួនឯងតើកាលណាអត់បានត្រៀមខ្លួនគឺចិត្តរបស់យើងសួរថាចិត្តយើងប្រព្រឹត្តទៅជាអីក្នុងពេលអញ្ចឹងចាអកុសលភ័យខ្លួនឈឺខ្លួនមែនអត់ណាតែពេលឈឺខ្លួនហ្នឹងគឺចិត្តឡើងជាទោសៈពេលឈឺញ៉ាំពេលគ្រោះថ្នាក់ហ្នឹងឈឺហ្នឹងលេចធ្លោជាងវាច្បាស់ជាងអាហ្នឹងដល់ពេលឈឺអញ្ចឹងចិត្តយើងជាអីចិត្តជាទោសៈចិត្តប្រព្រឹត្តទៅជាទោសៈឈឺមែនអត់ឈឺហ្នឹងអញប្រយ័ត្នឯង
ហើយបើសិនឧទាហរណ៍ថាចាស់គាត់អាពាតយូរអញ្ចឹងទៅគាត់ឈឺយូរជាបាលបានកូនចៅថែទាំអញ្ចឹងទៅឲ្យបានស្បើយការឈឺចាប់អញ្ចឹងទៅនឹងអត់អីទេហើយគាត់ក៏បើជ្រុលជាស្លាប់អញ្ចឹងឃើញចាស់ខ្លះគាត់ពេលស្លាប់ហ្នឹងគាត់អត់ពិបាកក្នុងខ្លួនណាអត់ពឹងរាំងអត់អីទៅថាទៅរកចោលអីបាក់មើលបាក់ភ្នែកមើលអីក៏អត់មានដែរអាហ្នឹងគឺគាត់ទៅយ៉ាងស្ងប់អាហ្នឹងគឺជឿជាក់ថាអាសនកម្មរបស់គាត់គឺជាកុសលហើយបានន័យថាចិត្តរបស់គាត់ស្ងប់ណាតែបើសិនបើចិត្តរបស់គាត់អត់ស្ងប់ទេខ្វាយខ្វល់វិញវល់នឹកឃើញអាណាមិនតន់សងលុយអញបោះអញទឹកទៅឬក៏កូនណាបងអញឈឺទាំងអីខ្ញុំមកសួរទុកអញសោះខ្ញុំមកមើលអញសោះមួម៉ាក់លឿនថាទៀតអាហ្នឹងបដ ாய் បាននេះខ្ញុំបដ ாய் ឲ្យចិត្តយើងនេះជាអីជាអកុសលអសនកម្មគ្រោះថ្នាក់ណាហើយអកុសលអសនកម្មវាមិនទៅកបាយដូចប្របាទអាសោគាត់ធ្វើបន់ច្រើនណាស់ចឹងមែនអត់ទេតែពេលចិត្តស្លាប់ឲ្យគេធ្វើបន់គេព្រមធ្វើតាមឲ្យគេចាយបរិយាទ្រព្យធ្វើបន់គេព្រមធ្វើតាមនោះគាត់ចិត្តគាត់ក៏សៅហ្មងក្នុងហ្នឹងមែនអត់ចុងក្រោយទៅគាត់ត្រូវលើករាជសម្បត្តិហ្នឹងឲ្យចៅគាត់ចៅគឺត្រូវជាបរិយាបុត្ររបស់កូនណាឡារាជកុមារដែលពីការបនេតអស់ណាមានបុត្រមួយអញ្ចឹងណាមានបុត្រមួយពេលត្រឡប់មកវិញហ្នឹងពីការផ្នែកឡប់វិញមានបុត្រមួយហ្នឹងទៅគាត់លើកប្របាទសោលើករាជសម្បត្តិឲ្យចៅហ្នឹងព្រោះកុមារឡារាជកុមារហ្នឹងជារាជយាហើយអញ្ចឹងដោយពីការបនេតអញ្ចឹងអត់អាចឡើងទៅរាជបានយើងលើកឲ្យកូនឲ្យបរិយាបុត្រទ្រព្យអញ្ចឹងត្រូវជាចៅប្របាទសោបើលើកឲ្យបណ្ដាពួកអាមាពួកប្រោហត់ទៅញុះញង់បរិយាកុមារហ្នឹងថាព្រះអង្គមើលជីតាប្រអាយកោចៅទ្រព្យអស់មកដល់ព្រះអង្គហ្នឹងរាជសម្បត្តិមកដល់ព្រះអង្គអស់ទ្រព្យពីឃ្លាំងគេទៅចាក់ចិត្តចឹងទៀតអញ្ចឹងទៅក៏អត់ចាយបរិយាទ្រព្យតាមបំណងប្របាទសោហើយប្របាទសោលោកមានបំណងធ្វើបុណ្យឲ្យគ្រប់100កោដធ្វើបុណ្យណានេះប្របាទបាន96កោដហើយហើយដល់ប្របាទ4កោដទៀតហើយលោកឲ្យគេចាយបរិយាទ្រព្យ4កោដទៀតដើម្បីធ្វើបុណ្យអញ្ចឹងណាបរិយាកុមារហ្នឹងគេអត់ព្រមចាយបរិយាទ្រព្យជាទៅគេអត់ធ្វើតាមដើម្បីអញ្ចឹងទៅលោកក៏ប្របាទសោក៏អត់សប្បាយចិត្តអត់សប្បាយទៅទេហើយនិយាយពីកាយាស្ងោយហូបអាហារអីមកថ្វាយស្ដេចហ្នឹងណាយូរទៅដល់ពេលប្របាទសោអាពាតទៅមានទៅសោយអីបានណាមកហូបហើយគេដាក់ថាសមាសមកបងសោយហើយថាសមាសហ្នឹងប្រគេលោកអស់ថ្វាយសង្ឃអស់អញ្ចឹងគេដាក់ថាសប្រាក់យកថាសប្រាក់ហ្នឹងប្រគេថ្វាយអស់ចុះបើឲ្យគេចាយបរិយាទ្រព្យគេអត់ចាយអស់ហើយលោកចង់ធ្វើបុណ្យប្របាទសោចង់ធ្វើបុណ្យទៀតអញ្ចឹងមានអីដែលគេលើកយកមកឲ្យហ្នឹងគឺយកទៅថ្វាយអស់ហើយដល់ពេលចង់ក្រោយគេដាក់អីគេដាក់ភេទជ្ជៈស្អីទេវាមិនជារបស់មានតម្លៃហើយណាហើយដល់ពេលសោយវិញនិយាយពីកាយាស្ងោយយូរគ្រាប់ចុងក្រោយនៅសល់ផ្លែកទួតព្រៃមកចំហៀងគ្រាប់ទេអាហារចុងក្រោយចឹងមិនសល់ប៉ុណ្ណឹងព្រោះក៏សោយលេងបានណាអញ្ចឹងដល់ផ្លែកទួតព្រៃមកចំហៀងគ្រាប់នៅប្របាទសោមើលចេះនេះយើងជាបរិយាជានេះបរិយាជាហើយអាហាររបស់យើងក៏កាយាស្ងោយរបស់យើងមានប៉ុណ្ណឹងអត់យើងដឹងសោយធ្វើអីទេឲ្យសញ្ញាបតីហ្នឹងអត់ចាក់ចេញពីប្របាទសោឲ្យព្រោះឲ្យធ្លាប់មិត្តភក្តិកំសត់កំរគ្នាការធ្វើសង្គ្រាមធ្វើអីគេកាយបកិសមាគ្នាតស៊ូមួយគ្នាចឹងណាអត់ដល់បងចោលទេតែបើអាមាត្រោហត់អីដល់ទៅគេទៅកាន់ជើងទៅខាងបរិយាកុមារនោះអស់ហើយគេទៅខាងស្ដេចថ្មីអស់ហើយគេត្រៀមខ្លួនណាគេអត់នេះចឹងតែសោសញ្ញាបតីតម្នាក់ទេនៅក្បែរខ្លួនហ្នឹងដែលប្របាទសោអាចប្រើធ្វើនេះធ្វើនោះបានចឹងទៅណាគាត់ថាឲ្យយកប្រកបទួតព្រៃមកចំហៀងគ្រាប់ហ្នឹងតែមានណាថាយកទៅថ្វាយសង្ឃយកទៅថ្វាយសង្ឃទៅហើយបើសង្ឃនឹងធ្វើម៉េចលោកដឹងថានេះជាអាហារចុងក្រោយរបស់ប្របាទសោទៅលោកដែលជាប្រធានសង្ឃហ្នឹងព្រះតែសាក់មកលីបនធេរៈហ្នឹងលោកថាឲ្យសង្ឃយកផ្លែកន្ទុយព្រៃហ្នឹងកិនឲ្យបត់ហើយដាក់ចូលក្នុងបបរមកថ្វាយសង្ឃពេលផឹកយកគូពេលផឹកអីហ្នឹងដាក់ចូលហ្នឹងហើយប្រគេនសង្ឃឲ្យបានចែកចាយគ្រប់អង្គដើម្បីឲ្យទទួលផាត់របស់ប្របាទសោនេះជាផាត់ចុងក្រោយរបស់គាត់ហើយអាមិនចំហៀងផ្លែហ្នឹងកិនឲ្យបត់ហើយដាក់ចូលក្នុងបបរអញ្ចឹងវាបានច្រើនតែតិចហ្នឹងជាឲ្យចែកចាយសង្ឃដើម្បីឲ្យសង្ឃបានទទួលផាត់របស់ប្របាទសោហ្នឹងបានគ្រប់អង្គអញ្ចឹងណាអនុមោទនាបុណ្យឲ្យគាត់អញ្ចឹងទៅឲ្យគាត់បានបុណ្យហើយគាត់សួរទៅណាបដីហ្នឹងថាចម្ពោះទ្វីបហ្នឹងជារបស់យើងមែនជារបស់ព្រះអង្គយើងនៅជាស្ដេចអត់យើងនៅជាថាព្រះអង្គនៅជាស្ដេចតែបើអញ្ចឹងយើងមានសិទ្ធិគ្រប់គ្រាន់លើចម្ពោះទ្វីបហ្នឹងមែនអត់ថាព្រះអង្គនៅមានសិទ្ធិបើអញ្ចឹងយើងប្រកាសថ្វាយចម្ពោះទ្វីបនេះថ្វាយសង្ឃដល់ហើយចូលទឹកទេណាចាក់ទឹកប្រកាសថ្វាយមកចម្ពោះទ្វីបនេះថ្វាយសង្ឃមកណាអត់ឲ្យលើកឲ្យអញ្ចឹងបើឲ្យចាយបរិយាទ្រព្យក៏បងចាយដល់ពេលអញ្ចឹងបរិយាកុមារត្រូវយក4កោតកោបណាទៅលួចយកចម្ពោះទ្វីបមកវិញយក4កោតកោបណាទៅថ្វាយសង្ឃហើយទូលសុំលួចយកចម្ពោះទ្វីបមកវិញកុំឲ្យថ្វាយសង្ឃអស់ហើយទឹកដីហ្នឹងគឺជាទឹកដីរបស់ថ្វាយសង្ឃអស់ហើយអត់មានទឹកដីឲ្យសោយរីកឡើយហ្នឹងហើយអញ្ចឹងបងថានេះឯងកៅប្រើឲ្យធ្វើបន់ទៅទៀតព្រមធ្វើដល់ពេលចុងក្រោយយក4កោតហ្នឹងទៅថ្វាយសង្ឃដែរហ្នឹងណាអញ្ចឹងគឺបានតែអីបានតែធ្វើឲ្យប្របាទសោហ្នឹងគឺមិនសុបាយប្រតិហ្នឹងហើយមនុស្សមុនពេលស្លាប់ធ្វើឲ្យចិត្តសៅហ្មងអញ្ចឹងប្របាទសោមិនបានកំណត់ល្អណាហើយតាមពិតគឺគាត់បុណ្យគាត់ច្រើនណាអានុភាពរបស់គាត់នេះគឺលើអាកាសមកយោព្រមដីមកយោហើយផ្ទៃដីហ្នឹងគឺពេញហ្មងចម្ពោះទ្វីបពេញហ្មងវាមិនដល់ថ្នាក់4ទ្វីបដោយប្រជាចក្រពតតែចម្ពោះទ្វីបហ្នឹងគឺពេញទាំងអស់ហ្មងរបស់គាត់តែដីរបស់គាត់គ្រប់គ្រងទាំងអស់ហ្នឹងណាគេហៅថាស្ដេចជលចក្រតែបើគ្រប់គ្រង4ទ្វីបហ្នឹងតែហ្មងអាហ្នឹងគឺស្ដេចចក្រពតតែបាទសោគឺជលចក្រគឺគ្រប់គ្រងតែចម្ពោះទ្វីបតែដីរបស់គាត់គឺនៅទល់សមុទ្រនោះជើងដីកាត់ជើងបងទល់សមុទ្រអត់មានដីណានៅសល់ទេណាហ្នឹងគាត់ហើយគាត់ទៅធ្វើបុណ្យច្រើនក្នុងពុទ្ធសាសនាគាត់ក៏រៀនធម៌រៀនចេះចង់បត្រៃបិដកអីបានណាតែគាត់បានកំណត់មិនល្អចឹងណាណាត់អីហើយបរិយាបទរបស់គាត់កាលមុនតាមពេលនៅមានកម្លាំងកំហែងល្អហ្នឹងគាត់ចង់ធ្វើជាញាតិរបស់ពុទ្ធសាសនាហើយក៏សួរលោកថានេះព្រះអង្គធ្វើចែកដី 84000 ចែកដីទូទាំងចម្ពោះទ្វីបចឹងណាតែខ្លួនហ្នឹងបានជាញាតិជាមួយនឹងពុទ្ធសាសនានៅណាបានព្រះធរៈលោកបញ្យល់មកថាអត់បានឈ្មោះថាជាញាតិក្នុងពុទ្ធសាសនាទេអញ្ចឹងធ្វើម៉េចបានជាញាតិក្នុងពុទ្ធសាសនាថាតើព្រះអង្គអនុញ្ញាតឲ្យបរិយាបុត្រឬក៏បរិយាបុត្រីបានចេញបួសនឹងបានជាញាតិនៅក្នុងពុទ្ធសាសនាអញ្ចឹងបានប្របាទសោហ្នឹងក៏អនុញ្ញាតឲ្យព្រះមហិនហើយព្រះរាមសង្ឃបណ្ដាធិរីហ្នឹងបានបួសអញ្ចឹងពីព្រះអង្គហ្នឹងក៏បានខ្លាយទៅជាព្រះអរហន្តហើយនិមន្តនាំពុទ្ធសាសនាទៅកោះលង្កាទៅផ្សព្វផ្សាយកោះលង្កាណាអញ្ចឹងដល់ពេលប្របាទសោសោយទីមង្គលទៅព្រះមហិននៅកោះលង្កានៅពេលនោះនៅកោះលង្កាហើយអញ្ចឹងលោកប្រមាលមើលបរិយាបុត្ររបស់ណាប្រមាលមើលថាប្របាទសោព្រះបិតារបស់ខ្លួនហ្នឹងបានសោយទីមង្គលហើយដល់លោកទៅបរិសុទ្ធិទៅទីណាដល់ពេលប្រមាលមើលលោកស្លុតចិត្តទៅបរិសុទ្ធិជាពោះខ្លាំងណាបើសង្វេខាងបិតាធ្វើបុណ្យកុសលដល់ច្រើនហើយផ្លាត់កំណើតមកជាសត្វទេវឆានអញ្ចឹងណាអញ្ចឹងលោកក៏មកណាមកហោះមកនិយាយមកបញ្យល់ពោះខ្លាំងណាមកបដាលឲ្យពោះខ្លាំងហ្នឹងនឹកឃើញដល់អតីតកាលរបស់ខ្លួននឹកឃើញអញ្ចឹងទៅធ្លាប់ចាត់ថាខ្លួនឯងធ្លាប់ជាស្ដេចណាណីមានអធិរិទ្ធមានអធិពលម្នាក់ម្នាក់ណាលើអាកាសផងក្នុងដីផងចម្ពោះទ្វីបទាំងមូលហ្នឹងតែស្លាប់បានកំណត់អញ្ចឹងមើលខ្លួនឯងហ្នឹងសង្វេជាសត្វល្មូនដែលលូនទៅដោយខ្លួនដោយធុងអីចឹងគឺជាកំណត់មិនល្អហើយព្រះមហិនណែនាំថាឲ្យគាត់ហ្នឹងចាប់បានរក្សាសិលឲ្យគាត់ហ្នឹងពោះខ្លាំងណារក្សាសិលទៅនឹងបានកំណត់ក្នុងសុគតិមកវិញអញ្ចឹងក៏បាន
ប្របាទសោកណាពួកថ្លឹងហ្នឹងក៏ចង្វេចិត្តអញ្ចឹងក៏តាំងចិត្តរក្សាសិលគឺនឹងមិនសម្លាប់សត្វព្រោះតាមធម្មតាពួកថ្លឹងគឺធ្វើម៉េចមិនសម្លាប់មិនចឹងណាចំណៃរបស់យើងចេញរហូតចំណៃតែអញ្ចឹងពួកថ្លឹងក៏តាំងចិត្តថាបើមិនមានចំណៃស្លាប់ទេយើងនឹងមិនបរិភោគទេហើយតាមធម្មតាមានសត្វស្លាប់មកពីណាណាអញ្ចឹងលោកក៏សុខចិត្តអត់ខ្លួនឯងហ្នឹងបាននេះថាលោកសុខចិត្តអត់សុខចិត្តអត់អាហារឲ្យអត្តភាពនេះស្លាប់ទៅតែហ្មងហើយយើងអត់រំលឹកទេច្បាស់យើងទៅចាក់គេចាក់ឯងណាដើម្បីអីដើម្បីខ្លួនរស់ហ្នឹងឯងខ្លួនរស់យកខ្លួនហ្នឹងមិនទៅអត្តភាពហ្នឹងវាមិនធំធេងចឹងតែបើតាំងចិត្តរក្សាសិលយើងមិនធ្វើឲ្យគេស្លាប់ដោយសារយើងអានេះគឺយើងតាំងចិត្តរក្សាសិលអានេះយើងបានអត្តភាពល្អជាអត្តភាពក្នុងសុគតិចឹងបានប្របាទសោកតាំងចិត្តរក្សាសិលឲ្យគាត់អត់បរិភោគសត្វណាទេឲ្យអត់វាចេញដែរអត់វាចេញដល់ចំណៃទេនឹងដល់ថ្ងៃសុខចិត្តស្លាប់ដល់ខ្លួនឯងពីមនុស្សមកខ្លាចចឹងហើយចឹងក៏សុខចិត្តឲ្យអត្តភាពនេះស្លាប់ទៅហ្មងលោកមិនធ្វើបានអតិបាតបន្ថែមទេតាមធម្មតាគឺធ្វើបានអតិបាតដែលស្លាប់សត្វទៅចឹងណាចឹងក៏បានរួចផុតពីអត្តភាពពោះថ្លាហ្នឹងទៅក៏បានកើតក្នុងសុគតិទៅចឹងណាបានព្រះមហាជួយកម្មហ្នឹងព្រះរាជបុត្ររបស់លោកណាព្រះរាជបុត្រ2ហ្នឹងឯងដែលគាត់ភរិយាដំបងរបស់គាត់ណាមហេសីដំបងរបស់គាត់ដំបងដែលជាស្នេហាព្រះដំបងរបស់គាត់បានព្រះរាជបុត្រ2ហ្នឹងឯងចូលពោះហើយតាំងពីព្រះអង្គហ្នឹងក៏គង់នៅកោះលង្កាផ្សព្វផ្សាយកោះលង្កាព្រះមហាហ្នឹងរហូតដល់បច្ចុប្បន្ន80បានបច្ចុប្បន្ន80បានប្រេណនិព្វានហើយព្រះសង្ឃបណ្ដាធិរីក៏បច្ចុប្បន្ន78ក៏ប្រេណនិព្វានដែរប្រេណនិព្វាននៅកោះលង្កាហើយលោកជួយព្រះសាសនាច្រើនធ្វើឲ្យព្រះសាសនាតាំងនំនៅក្នុងសាសនាហើយនឹងបានជួយធ្វើសង្ឃាយានាលើកទី6ហើយមែនសង្ឃាយានាលើកទី4សង្ឃាយានាលើកទី3នៅប្របាទសោកបើសង្ឃាយានាលើកទី1គឺ3ខែក្រោយពុទ្ធអង្គប្រេណនិព្វានមែនណាសង្ឃាយានាលើកទី2នៅពុទ្ធសករាជទី100ឆ្នាំក្រោយមកលោកធ្វើសង្ឃាយាម្ដងទៀតសង្ឃាយាលើកទី2សង្ឃាយាលើកទី3គឺនៅសម័យប្របាទសោកពុទ្ធសករាជទី200ជាង700ហ្នឹងខ្ទង់270អីចឹងណាហើយនឹងព្រោះអីខ្ទង់270ជាងឡើងលើមិនគេថា236អីមែនទេព្រោះប្របាទសោកហ្នឹងកើតនៅពុទ្ធសករាជទី239ហើយស្លាប់ទៅវិញសោយទីមង្គលនៅពុទ្ធសករាជទី311ប្រជុំគាត់គឺ71 311មែនណា39ហើយ311 72ឆ្នាំ39វា61មែនណា61ថែមនឹង11ទៀតវា72ហ្នឹងឯងណាប្របាទសោកអញ្ចឹងប្រជុំប្របាទសោកពេលសោយទីមង្គលគឺប្រជុំ72ឆ្នាំហ្នឹងឯងតែគាត់ក៏ធ្វើកម្មច្រើនណាមុនពេលស្លាប់គាត់ធ្វើកម្មមុនឡើងសោយរៀនគាត់ធ្វើកម្មច្រើនណាប្របាទសោកសម្រាប់អស់មកបងប្អូនណាសម្រាប់ទាំងអស់មកអត់មានទុកទេនៅសល់ទុកតែបងប្អូនប្រុសម្នាក់ដែលម្ដាយជាមួយគ្នាណាអ្នកដែលបងប្អូនដូចគ្នានឹងម្ដាយដទៃអីហ្នឹងគឺសម្រាប់ទាំងអស់ឯង99នាក់99អង្គរាជបុត្រាព្រោះតារាមរាជគ្នាតារាមរាជនេះមើលគេអត់លើកឲ្យណាព្រោះប្របាទសោកនោះអត់ស្អាតទេណារូបរាងអត់ស្អាតទេហើយមិនមែនជារាជបុត្រច្បងទៀតរាជបុត្រច្បងនោះជារាជយាតហើយខ្លួនឯងនឹងរាជបុត្រទីប្រមាណទេហើយរូបរាងអត់ស្អាតទៀតតែបងប្អូនគាត់គឺត្រូវបានឡើងសោយរាជអញ្ចឹងទៅក៏មានអ្នកជួយពួកប្រៅហាត់ពួកអីគេជួយអញ្ចឹងណាក៏ជួយទៅបានឡើងសោយរាជទៅហើយក៏សម្រាប់ច្រើនណាក៏សម្រាប់បងប្អូនដែរនៅលើគ្នាទៅវាយនគរនេះនគរនោះទៀតហ៎អាពេលវាយអាពេលបង្ក្រាបនោះស្លាប់មនុស្សរាប់ម៉ឺននាក់នៅនគរមួយដែលគាត់ស្លាប់ចិត្តជាងគេនគរចុងក្រោយហ្នឹងស្លាប់មនុស្សឡើង100000នាក់ឡើងឈាមដាប់នេះហ្មងវាយអត់បែកដល់បែកទៅវាយទៅលើកទៅវាយទៅនឹងឈាមដាប់អស់លេងហ្នឹងគាត់ទៅស្លាប់ចិត្តនៅនគរចុងក្រោយហ្នឹងឯងគាត់អានគរហ្នឹងគេចឹងគេហឹងចឹងគេអត់ព្រមចំណោះគាត់លើកទៅវាយសម័យមុនមិនចឹងទេណាខ្លាំងចឹងលើកទៅវាយហើយយើងមិនព្រមនគររបស់យើងលើកយើងលើកនគរឲ្យគេណាស្ដេចនគរហ្នឹងក៏មិនព្រមដែរក៏តតាំងគ្នាតហ្នឹងក៏ស្លាប់វាយគ្នាទៅវាយស្លាប់ប្រជាជនហ្នឹងមិនចឹងប្រជារាស្ត្រហ្នឹងស្លាប់ឡើង100000 200000នាក់ហ្នឹងទៅក្នុងនគរហ្នឹងគាត់ស្លុតហើយជីតម្រៃមើលតែទិដ្ឋភាពក្រោយសង្គ្រាមមកជីតម្រៃមើលត្រួតពលអីចឹងមើលទៅគាត់ឃើញឈាមដល់វិញហ្នឹងដល់គាត់ស្លុតហើយគាត់តាំងចិត្តថាឈប់ធ្វើសង្គ្រាមទៀតហើយចឹងណាហើយមិនតាំងចិត្តនេះរហូតបធរវិញណាហ្នឹងបានឈ្មោះថាធម៌មានសោកគឺធម៌បូកនឹងអាសោកចឹងទៅគឺប្របាទអាសោកមកធម៌វិញហើយអាសោកប្របាទអាសោកកាន់ធម៌វិញហើយចឹងណាចឹងដាក់ព្រាមថាធម៌មានសោកទៅពីមុនគេដាក់ឈ្មោះថាអាសោកព្រៃផ្សៃឥឡូវអាសោកធម៌ធម៌មានសោកហ្នឹងវាអត្ថន័យរបស់គាត់ឈ្មោះរបស់គាត់អញ្ចឹងកម្មដែលគាត់ធ្វើច្រើនណាស់មួយជាតិហ្នឹងអូស្លាប់ច្រើនណាស់ធ្វើឲ្យមនុស្សស្លាប់ច្រើនណាស់ហើយបានសូម្បីនៅក្នុងប្រសង្ឃក្នុងពុទ្ធសាសនាហ្នឹងគាត់ដល់ពេលគាត់ត្រួតពិនិត្យទៅគឺធ្វើឲ្យមានពួកប្រឡំមកបុះហ្នឹងអញ្ចឹងក៏ធ្វើតេស្តសួរត្រឹមត្រូវអត់សងនៅបុះត្រឹមត្រូវតាមគោលការណ៍ពុទ្ធសាសនាអត់លើគាត់ទៅរៀនគាត់ទៅរៀនធម៌មកព្រះធរៈថាពុទ្ធសាសនាមានគោលការណ៍យ៉ាងម៉េចមិនអញ្ចឹងហើយគាត់ចេះចាំឲ្យគាត់សម្ភាសសង្ឃគាត់សម្ភាសខ្លួនឯងមកបើគាត់ដឹងថាហ្នឹងគឺត្រឹមត្រូវឆ្លើយត្រឹមត្រូវឲ្យទៅផ្លូវមួយដល់ពេលថាឆ្លើយទៅមិនត្រឹមត្រូវឲ្យទៅផ្លូវនេះផ្លេងផ្លូវនេះហ្នឹងគេត្រៀមបកស្បង់ដែរឲ្យកណាត់សមម្ដងឲ្យដូរស្បង់បោចាញ់ហើយគាត់ដាក់បកស្បង់អស់60000អង្គអ្នកដែលបុះប្រឡំណាពួកអញ្ញត្តិថៃក៏បុះប្រឡំក្នុងសាសនាព្រោះបុះទៅចង្ហាន់បបោហូយហើយណាបុះដើម្បីភពទ្រព្យអញ្ចឹងដល់ពេលគាត់ធ្វើកម្មច្រើនហើយទៅហើយដល់ពេលហើយសម្លាប់ទៀតណាមុនហ្នឹងគាត់សម្លាប់ទៀតថាមានព័ត៌មានថាអ្នកមកប្រឡំបុះអីចឹងណាពួកអញ្ញត្តិថៃប្រឡំបុះហើយក៏ប្រកាសឲ្យគេស្លាប់ប្រកាសឲ្យគេថាអ្នកណាស្លាប់ពួកអញ្ញត្តិថៃបានណាគឺឲ្យអង្គ1000កហបណៈហើយចឹងមួយលេងកាត់កយកមកដើម្បីបដូរ1000កហបណៈកាត់កយកមកហ្មងហើយស្លាប់មនុស្សច្រើនណាហើយដល់ពេលចឹងប្រសងល្អត្រូវគេស្លាប់ដែរហើយគេធ្វើឃាតដែរដើម្បីបដូរលុយ1000ពួកគេគិតថានោះឯងជាអញ្ញត្តិថៃមិនមែនប្រសងពិតអ្នកស្លាប់ហ្នឹងគេអត់មានចំណេះដឹងដែរអញ្ចឹងក៏ស្លាប់ដោយតែប្រសងល្អទៀតហ្នឹងធ្វើកម្មច្រើនប៉ុន្តែគាត់និយាយទៅធម៌ទៅណានិយាយទៅធម៌ទៅទៅក៏ប្រសងគាត់ច្រើនក៏ប៉ុន្តែនៅពេលចិត្តស្លាប់ស្រាប់តែចិត្តសៅមកដោយសាររឿងមួយហ្នឹងឯងដោយសារគេអត់ព្រមចាយបរិយាទ្រព្យហ្នឹងពេលខ្លួនណាកូនចៅយើងល្អជាប៉ុន្តែដល់ពេលចិត្តស្លាប់យើងអត់ដឹងថាតើយើងនឹកឃើញដល់កុសលដែលយើងធ្វើកន្លងមកក៏បលែងពងមិនទៀងហ្នឹងត្រូវធ្វើឲ្យវាមានកម្លាំងមិនបដែបដោយទេណាប៉ុន្តែយើងនឹងធ្វើប្រហែលបដែបដោយតាមយថាកម្មមែនអត់ទេបើការយើងបដែបដោយអូអត់មានកម្លាំងណាដឹងពេលស្លាប់នឹងឃើញតែហងទៀងអីបដែបដោយសុទ្ធបដោយណាបើយើងបដែបដោយបានន័យថាយើងអត់បានត្រៀមទុកយើងអត់បានធ្វើទុកធ្វើឲ្យកុសលឲ្យមានកម្លាំងដល់ពេលយើងបានត្រៀមទុកធ្វើឲ្យកុសលមានកម្លាំងយើងប្រកាសក្នុងចិត្តដែរថាយើងស្លាប់ទៅយើងមានទីពឹងហើយណាដល់ពេលយើងឲ្យទៅចាយវាលុយរបស់យើងទៅយើងមានតែវាលុយណាអីចេះចុះក៏ចាយវាលុយយើងនឹងឯងប៉ុន្តែវាអត់បានប៉ុនវាអត់បានចម្រើនថាខ្ញុំធ្វើបានតែខ្ញុំទៅវត្តលោកជុំចូលឆ្នាំទៅវត្តរហូតហ្នឹងណាវត្តលោកចាំទៅ2ថ្ងៃហ្នឹងទេណាហើយប៉ុននេះប៉ុនឯងនេះនោះអីចឹងក៏មានហោហែពេញមួយឆ្នាំអញ្ចឹងអ្នកណាសំកុសលទៅច្រើនឬក៏យើងនឹងការងារនៅក្នុងការងារយើងក៏អាចសាងបុណ្យកុសលបានដែរការងារខ្លះគឺជាការងារដែលប្រព្រឹត្តទៅដោយកុសលការងារខ្លះក៏ប្រព្រឹត្តទៅដោយអកុសលមែនអត់ឧទាហរណ៍ថាការងារមេធាវីគឺជាការងារនិយាយមែនអត់អញ្ចឹងយើងអាចនិយាយពីសទៅខ្មៅពីខ្មៅទៅសក៏បានដែរឲ្យលុយដល់បែបហ្នឹងអាហ្នឹងគឺបានន័យថាយើងធ្វើអកុសលណាធ្លាប់មានតាមេធាវីគាត់សោកស្ដាយអញគួរជួយវាទៅ
mình thế không phải nó về từ comment ai có đăng thà không phải nó tới bị lẹ băng ai ở video bằng hai hai ca nó ở ban là video giả đây từng mua đang bị tạo đó rồi ban là mình tới chạy mưa chẳng tới có mày thì trong cái mà bóng đá mà mày thì chui con cái chẳng á ai có không chui ở đây không phải như tầm đơn chỗ đây chẳng á rất tôi về sẹo rồi tại tam bữa đó mình khu đã tục sẹo là tiền làm vật lại chứ bạn này về phơi cam mà video bằng hai về phơi cam nó về mà thân bảo vệ ai có từng ban video nó bị cào chẳng có sọc đây trong đây nè nếu bạn đây ha nó về phơi mày thì nó cứ nhưng ai thưa ông phơi đây phải đi sau được mai sau bạn can thì nó miên môn miên bảo hết đấy mấy môn ma đấy nó ao cắt từ đây đó nè sau lối ao nó không mấy nó chẳng này nó cứ khơi liệt cả thông nó cam này kì nó ban cam mà luôn này đó cam mà luôn cái pride nhưng lối cái phải bán nó ta nó có luôn này bán pride à khơi ắt pride đây rồi miền pride miền phú pháo này anh đã thùng anh đã long bằng quỳ bê rồi đó bông thùng vào đó thế tôi cái ăn cầm băng đấy ở quay ăn cầm băng nó lịch lô chẳng kì mà cái tô bằng ao tô bằng mấy anh đã chẳng pride thì nó không ăn chụp nó không bao giờ đó miền này đó miền trở miền cục giang này chẳng mà chiết năng của dân để dân ban thưa có sao trở để dân tới thưa dân nó khơi và dân thưa sao trở và dân nó khơi quả bạc để dân thưa đấy vì nó hạt đó giờ ban nó khơi nhỉ và tay đập bây giờ lắp nó khơi mà ai mà ủi máu ai một ngạn nướng máu nó bây giờ lắp không máu dân khơi dần đấy dân nó khơi ba triệu gì chia cam mà rón chia cam thì mật ở rón chia tệ thì mật ở rón nó được nó khơi nhau đấy anh nó chỉ rón muốn lắp á anh ấy cứ cam tại dân ban thưa rứa có để dân nó khơi ban thưa bây giờ phát sinh quay khi cặp chặt khi nào mà đưa cặp chặt khi nó vẫn lắp lên không ạ nó đưa lắp lên khỏi vậy chứ con cái tập chặt sao mà cam đại quậy lại ở đây luôn nó rút ra xuống cái này con ở đây thay miền mùi đây luôn cái này của con đấy đây anh chưa khang nó cái này của con cái này của nào cái tên kẹo mùi bàn đầu mà anh em cái tên của bật mùi này để thao đây luôn cái này khang nó cái chui đây kì đào tăng rồi của con nuôi bơ má để giá điểm đi giờ bật màu ta quả nó thêm kẹo này mới đăng thăm kẹo anh đâu nè là cái khang nó còn nằm máu của con nhanh máu còn đây lẹ nó bị khởi tăng kẹo thêm đâu phải là nó máu đó quạt giờ mà hai lòng đất lòng thấm là mỏ tiền tất cả chúng là món là bụng biết đâu đây của bạn chua kia đó chua kia đó sốt lột lòng lưng ngõ này ở đây chua kia nó sao mà con cắt kia đây chờ chứ ứng phải là nó sốt lột ai đã đây là cam quạt xưa là con mà cam ấy môn năng mà chân nằm cho ma bây giờ là lôi chi thầy ăn quạt lôi chi thầy chụp quạt quạt cặp cho ma nó đặt của bà rồi mà chân nằm khối máu luôn anh các bạn cặp của bà là đặt cho bà là mong ai bên môi nó quạt cho ma quạt bắt cho ma ở bắt trôi nó là chân nằm đâm tập phu đập cái luôn anh còn ta chui thôi bọn nó quạt để cái đâm bò làm ấy á mà đâm cái lọ chui nó biết luôn nó lên đâm tinh chui không cái cái slo bò nó đã cái bò nó lòng phu chọn nó anh bên cam môi đây con tôi cái nó ở đây vô ta hay còn thưa ấy đâm bài đấy nó còn đọc áo nó khỏi hay chắc con cái lũ ảnh là ngày bên đây cho kẹn đây kẹn có miếng thưa ấy trong tay còn chưa tiền khỏi cái mà phê đó nghe cái mà bắt con mình hẳn ô đau con caro này thôi con làm mà mau của con thôi nó đang làm nên là qua thành con kì này có thể thấy được đọc về sau lại bên nhập khung đây chui họ không ai sau lại nè cho họ có rồi cho nó thấy có ta đăng tập nào ấy đọc về miền nè từ nó khơi bao mơ u sập chặt nà cái vô con quạt bắt trôi nó không nằm cho năng đâm tập cái hạt đâm tập không nó miền khổ cho nó đâm tập sau không bay nó dung nó xoay trong nào đây lòng khu này bao lọt một hai một cái nhang trong đó cái con tôi nó đánh hận không đó là cái xem cái đập về xem cái là phụ về coi giờ đặt mà nè có đào trôi tè máu là lên trôi tè máu không mày anh là nở ông này nó khỏi ông không mày thấy đó lên cái lấy cho kẹo nó hỏi lấy cái cha con nó có thôi mà vật thù nè cho bùa con nó cứ con nè áo xanh cằm đó là cứ rong bị bạ để thử cái ngào trong ruột xem đâu nè calorie ở tây tan ai thư cam này bật thêm chặt cái ngào cho này bạn đi chết đi để bạn ngào ai giờ bị bật xong đâu nơiวัดกัลยาณในhàng nàyวัดกัลยาณในศรีลังกาวัดใดแต่ประสงค์ทำไมยังครอบแต่ศักดิ์ศรีเรียนโซกาบิชนำปอนบัวหน่อยhọc tiềnสมัยยังคงเรียนอยู่ไหมแต่ปุ้งน้องเลยน้องนะให้แต่เราไม่เคยเรียนโซซับไซcủaศักดิ์ศรีนะจังแต่ดำกับนายดำตีbao giờ nó cứ trên bịศรีลังกามานะแต่เรียนbịศรีลังกามามันก็sangประสงค์เลยกับศักดิ์ศรีvậy đóนั่นนะเรียนไปเฮียมวยแต่กูปีเรื่องไรบอกไปกัลยาณเทระนั่นคือลูกชอบแบบกรรมหน่วยดับเบิลเจียนนั้นไปจะพุทธศักราชตีตรงใบหอยตรงเปี่ยวจะใบหอยนะตรงใบหอยเจียงนะพวกสมัยบ้านเราvậyในศรีลังกาbây giờ bắt ra bây giờ nó miền tây nó này hát chạm hay xây ấy nó có đánh ôn trên bị vàng tới ấy bảo nó có bây giờ bắt thấy ấy màu chắc đấy bảo lắm ấy con trai con ấy nó có lắm thôi nè ua máu là bây giờ bắt mà chạm hay xây nhỉ ấy bây giờ ta là gia là thế là nó lúc thở muốn trôi chăn nó hoàn ngày muốn trôi chăn nó vén á nên cái muốn hoàn ngày phòng đào bao lâu kì tập bên ngày nó xong để buông lon nó mà một đa tam khỏi luôn cái đây nè ấy lúc các bạn chạm lắm sao chưa xong đây cái muốn trôi chăn đây nó có một đa tam bị khỏi luôn tới mà lắm quá, đào bây muốn trôi vang đây mỗi lúc à, cái đào bây cùng nó cái bây giờ bọn thợ đào bây giờ đào người ta có miệng cái cái bọn trâu cho nó ai dặm hay xây hưởng cho trời, ai bé ra chập bàn lắm, tuổi đất so nó, ai sẽ đánh nó khơi so nó cái so bao về thì đặt nè, qua sau đó kia mấy bạn đó có chập luôn giờ tới đặt kẹt lạnh bắt trâu một kẹt lạnh ngon, đâu ở đây lúc chụp ra hết, cái thời gian này thì đặt, có lại tìm bay hồi, nó xây làm cái, chập bắt đặt kẹt lạnh rồi, tay lại trên bao quát cứ lục chập sao đó. Ở bộ trường hợp này, bộ ấy cầm đắn đây, chắp bác không kẹt lạnh nhở, ở bộ thật là đó, giờ khơi chở trong thật là nó khơi đau lưỡng nó tầm mua phong nó kẹt lạnh, đọc về hỏi ở kia nó đu được cái bác trong nó kẹt lạnh, anh nói tôi cho bố sao lỡ để số thay chân thà miền thà miền thà luôn ai nó thà phải chụp ra thà nó thử cái chắp kẹt lạnh nhá, chắp bác kẹt lạnh nhá,
តែដោយអនុភាពរបស់លោកមិនបោះចូលទៅគឺមិនទាន់បានរកព្រាមទេក៏កើតជាការជួបធរលោកលោកពលពាក្យសរសើរដល់គុណពុទ្ធគុណពធគុណប្រសងបានពលមកទៀតថាដែរហើយបានលេចចូលនៅក្នុងផ្ទះខ្លាំងហ្នឹងរងវិបាកកម្មទៅដល់ពេលលោកស្លាប់ហើយទេវតាខំខ្ញាល់ហ្មងពលិចនគរនឹងបណ្ដោយពលិចនគរបានទឹកសមុទ្រឡើងទៅកោះលង្កាទៅកោះហ្នឹងយកពលិចនគរមកលងលិចទៅចឹងមិនអាចរស់នៅបានហើយដល់ពេលគេប្រមាណមើលអីចឹងទៅថាទេវតាគេខ្ញាល់ខ្លាំងអញ្ចឹងត្រូវឲ្យដូរព្រោះអីទេវតាគេបានស្ដាប់ធម៌លោកលោកសម្ដែងធម៌ដងអញ្ចឹងទេវតាគេបានស្ដាប់ស្វាជាធម៌អញ្ចឹងអញ្ចឹងទេវតាគេតម្រូវឲ្យរាជវង្សស្ដេចលះបង់រាជវង្សណាមួយត្រូវដូរអញ្ចឹងគេក៏សុខចិត្តដូររាជវង្សគឺធីតារបស់ស្ដេចហ្នឹងសុខចិត្តដូរខ្លួនឯងគឺបដែកខ្លួនតាមទឹកទៅដើម្បីឲ្យទេវតាបាត់ខឹងដើម្បីឲ្យស្រកទឹកមកវិញឲ្យប្រជាជនមហាជនរស់នៅបានអញ្ចឹងរស់នៅបាននេះអញ្ចឹងធីតានោះក៏លះបង់ខ្លួនទៅអញ្ចឹងស្ដេចហ្នឹងខ្លួនខុសហើយតែតាមពិតទៅក្រោយមកមិនដឹងថាមិនមែនជារបស់លោកទេគឺអសរហ្នឹងគឺរបស់ព្រះអនុនោះទេគាត់តែចៃដន្យអសរហ្នឹងវាដូចអសររបស់លោកហើយដល់ស្ដេចក៏គិតថាលោកគឺជាអ្នកសេរបស់ឲ្យយ៉ាងហើយសេខ្លួនឯងគេយ៉ាងដល់ពេលតែកម្មឲ្យផលគឺចង់ហ្មងយល់ឃើញចង់បណ្ដោយហើយយើងគ្មានដឹងអីមានអ្នកណាបដែកថាលោកតម្លាក់សម្បត្តិផ្លេះណាមែនតែពេលវិបាកកម្មមកដល់គឺស្ដេចគិតចង់បណ្ដោយណាគិតចង់ចាប់ដាក់បោះលើផ្ទះខ្លាញ់អាហ្នឹងគឺតែព្រះអរហន្តលោកកម្មរបស់លោកនេះណាលោកអត់មានអំពើបាបលោកអត់មានឲ្យផលទេប៉ុន្តែលោកបានធ្វើអីគាត់ទេហើយក៏អ្វីដែលបុគ្គលដែលធ្វើចំពោះគាត់ហ្នឹងគឺធ្វើកម្មធ្ងន់គឺឈ្មោះថាអរហន្តទៀតណាជាគ្រូកម្មជាអនន្តរកម្មអញ្ចឹងក៏ភ្លាមហ្មងគឺទេវតាពលិចហ្មងទឹកជន់ហ្នឹងភ្លាមមកភ្លាមពលជុំពលមកភ្លាមឡំទឹកឡើងរហូតលិចបណ្ដោយណាមិនថាឡាប់វាបាក់នោះនៅលេចចឹងត្រូវអ៊ំទូរហូតដល់ចឹងការតាណាការរស់ស៊ីអីកើតធ្វើស្រែធ្វើការអីកើតនៅលើទឹកអញ្ចឹងវាបានមកខ្លួនដែរលើទឹកអញ្ចឹងលើទូកអញ្ចឹងធ្វើអីកើតហ្នឹងចឹងអន្តិដានោះសុទ្ធតែបដែកខ្លួនចេញទៅតែទីដាអត់ស្លាប់ដោយសារនេះទេឡើងដែរទៅដល់នគរខាងក្រោមនោះទៅមានជួបអរិយកុមារនោះគេជាស្ដេចចាំសរីនោះគេក៏ទទួលធ្វើជាអគ្គមហេសីនៅនគរនោះទៅហើយបានប្រសូតព្រះទុតកិរិយាភ័យដែលបាក់ទ័ពទៅកណ្ដាលភ័យដាក់បាត់លោកកណ្ដាលភ័យហ្នឹងបៃតារបស់មេតាស្ត្រីណាជាមេតារបស់ប្របាទទុតកិរិយាភ័យហើយនឹងសភាបេសៈហ្នឹងឯងដល់ទីដានេះត្រូវដែរទៅដល់នគរខាងត្បូងហ្នឹងទៅគេស្លន់ឡើងមកជាអគ្គមហេសីទៅព្រោះខ្សែស្រេចដូចគ្នាណាគេសុំចាត់ទទួលរៀបការអញ្ចឹងទៅហើយនៅសិក្សាហ្នឹងដែរហ្នឹងបានរួចផុតទៅតែអ្វីដែលយើងធ្វើចង់និយាយថាលើករឿងហ្នឹងចង់និយាយថាកម្មធ្វើជាមួយសត្វល្អដែរលោកធ្វើជាមួយសត្វល្អដែរចាប់បោះដាក់ផ្ទះខ្លាញ់ហើយលទ្ធផលខ្លួនឯងទៅបានគេចាប់បោះផ្ទះខ្លាញ់ហើយឡើងស្លាប់នេះកម្មទៅចិត្តស្លាប់ចង់ហាញណាឥឡូវមកនេះអាសនកម្មគឺជាកម្មដែលបានធ្វើនៅពេលចិត្តស្លាប់យើងអាចធ្វើអីមកឡេឡូបងឲ្យទៅស្លាប់ព្រោះព្រះទៅគេកាប់បណ្ដោយពីដើមហ្នឹងម៉ូតូដេញកាប់គ្នាឃើញវីដេអូដេញគ្នាទៅនឹងជិះម៉ូតូដេញកាប់យកគ្នារត់ចោលម៉ូតូហើយគេក៏ដៅម៉ូតូយើងយកទៀតអាហ្នឹងចេះរត់កិច្ចទាន់ទៅកុំអីវាមិនទាំងរបួសផងស្លាប់ផងហើយម៉ូតូគេប្លង់យកទៅផងអាហ្នឹងវាអូយដល់ពេលហ្នឹងអាហ្នឹងនៅពេលចិត្តស្លាប់លោកទៅស្លាប់ទៅមកអញ្ចឹងបើថារត់ទាន់ប្រួលម៉ូតូតាំងយកម៉ូតូអីក៏យកទៅយើងគិតសិនហើយមុខដៅអញ្ចឹងវានៅមួយទេអាកំពុងជិះជិះនៅលាក់ម៉ូតូចោលដល់លេខដៅកំបត់ខាងត្បូងមកពីក្រោយអញ្ចឹងកើតនៅប៉ែតឥឡូវនឹងដំណើរក្មេងដំណើរមិនថ្មីហ្នឹងឯងណាវាធ្វើឲ្យមនុស្សស្លាប់នេះអ្នកការឬក៏ការរលឹកដល់អំពើណាមួយមុនស្លាប់ណាដោយវចនៈថាអាសនេកតាំងអាសំណាងវាអាសនេអនុសរិតាំងអាសំណាងអនុសរិតាំងអាសំណាងណាប្រែសេចក្តីថាអំពើល្អឬមិនល្អអំពើល្អឬអំពើអាក្រក់ហ្នឹងក្នុងពេលដែលចិត្តស្លាប់ហ្នឹងឈ្មោះថាជាអាសនកម្មតែពេលចិត្តស្លាប់ហ្នឹងគឺចាត់ទុកជាអាសនកម្មហើយពេលដែលយើងអ្វីដែលយើងធ្វើមុនពេលស្លាប់ហ្នឹងណាឬក៏ការរលឹកដល់អំពើល្អឬក៏អំពើអាក្រក់នៅពេលចិត្តស្លាប់អានេះយើងអត់បានធ្វើទេគ្រាន់នឹកឃើញហ្នឹងក៏ចាត់ទុកជាអាសនកម្មដែរក៏ឈ្មោះថាជាអាសនកម្មដែរណាអង្គផលអាសនកម្មគឺអីគេគឺអកុសលកម្ម12ហើយនឹងមហាកុសលកម្ម8អកុសលកម្ម12នេះលើកលែងពួកគ្រូកម្មចេញណាគឺលើកលែងនិយតមច្ឆតិហើយនឹងលើកលែងបញ្ចនំរយកម្មបាននេះលើកលែងគ្រូកម្មណាគ្រូកម្មអត់ចាត់ទុកនៅក្នុងអាសនកម្មទេគ្រូកម្មគឺខាងលើដាច់ដライរបស់វាបើមានគ្រូកម្មហ្នឹងគឺដឹងតែតមុនគេបើអត់មានគ្រូកម្មបានអាសនកម្មអញ្ចឹងអកុសលកម្មណាដែលក្រៅពីគ្រូកម្មហ្នឹងបានឲ្យផលបន្ទាប់អត់ខ្វះកម្មដល់ផលទេណាហើយហ្នឹងមហាកុសលកម្ម8ហ្នឹងក៏ជាអាសនកម្មដែរនេះផ្លូវភ្នែកចំពោះតិចកាយរបស់យើងណាក្នុងពេលចិត្តស្លាប់អ្នកខ្លះស្លាប់ផ្លូវទ្វាកាយមែនអត់ត្រូវគេស្ងោទាំងរស់ត្រូវដាក់ផ្ទះខ្លាញ់ទាំងរស់អីចឹងហ្នឹងផ្លូវកាយស្លាប់ផ្លូវកាយចង្អោស្លាប់ផ្លូវកាយអត់ស្លាប់ផ្លូវកាយនេះចាប់បោះក្នុងផ្ទះខ្លាញ់ផ្លូវកាយអត់អានថាស្លាប់ផ្លូវកាយចាប់បោះក្នុងផ្ទះខ្លាញ់ស្លាប់អត់ស្លាប់ផ្លូវអីហ្នឹងផ្លូវកាយអ្នកខ្លះមកត្រឡប់មើលស្លាប់ផ្លូវភ្នែកអ្នកខ្លះបើទៅជាស្លាប់ផ្លូវទៅជាមានអត់ទៅបន្ទាប់ពីវិធីហ្នឹងហើយវិធីនេះទៅតែចុះតេហ្មងហ្នឹងមានអត់បច្ចេកទេសទៀតទៅស្លាប់ទាំង6ទ្វារបានណាតែចំពោះព្រះអរហន្តលោកស្លាប់ផ្លូវចិត្តតែម្យ៉ាងតែមនោទ្វារតែម្យ៉ាងតែពួកយើង6ទ្វារយើងគេដាក់ឆ្នាំពុលបើរុស្ស៊ីបកាត់បានឆ្នាំពុលហើយផ្លូវកាយទៅភ្លើងឆេះគេចាប់យើងរត់ទៅព្រោះហើយនោះពួកជាយ៉ាញ់ឯនោះអាហ្នឹងមិនផ្លូវកាយមិនស្លាប់ផ្លូវកាយរហូតសរុបសេចក្តីថាអំពើក្តីឬក៏ការរលឹកដល់អ្វីដែលល្អឬមិនល្អនៅពេលចិត្តស្លាប់ហ្នឹងណាឈ្មោះថាជាអាសនកម្មដែលមានអំណាចនាំឲ្យកើតផលបានដែរបានន័យថាវាមានផលយើងធ្វើមុនស្លាប់ឬយើងនឹកឃើញមុនស្លាប់វាមានផលមិនមែនអត់មានផលទេចាំបញ្ជាក់នឹងថាមានផលយើងថាអូខ្ញុំធ្វើតែផ្លែតអូអ្នកមនុស្សល្អអត់ដែរធ្វើអាក្រក់ឯងគាត់ធ្វើអាក្រក់តែម្ដងគាត់ចាំមកយកគាត់ខ្លួនឯងណាចាំមកយកថាយើងធ្លាប់ធ្វើអំពើនេះយើងធ្លាប់ធ្វើនោះអត់ដែរធ្វើអាក្រក់ផងណាធ្វើតែម្ដងរៀបបានហើយបើសិនជាអ្នកធ្វើអាក្រក់រហូតយូរបានធ្វើម្ដងយូរបានធ្វើល្អម្ដងណាចាំមកយកខ្ញុំបានជួយអ្នកនេះអ្នកនោះតាមគាត់ជួយគេតែម្ដងគាត់បាយគេនឹងច្រើនណាអត់ចង់ហ្នឹងតែចាំអ្វីក៏ដោយយើងចាំដិតដែរមុនពេលស្លាប់ណាអាសនកម្មយ៉ាងណាចាំល្អបានណាល្អបាច់ច្រើនយើងធ្វើល្អច្រើនដើម្បីយើងចាំពេលស្លាប់យើងចាំល្អទៅអាហ្នឹងបានសុខតែសង្ឃឹមសុខតែខ្លះបើអត់ទេណាទៅណាទៅដឹងស្លាប់ទៅណាបងបាននេះថាយើងបដិបដោយបដិបដោយឆ្លងកើតទេទៅតាមយថាកម្មទាំងអត់កើតទេយើងត្រូវតម្រង់ទៅសុខតែហើយកុំឲ្យថាទៅណាទៅណីមិនអត់ទៅទេទូទៅអត់ណាចង់ទៅគេទៅទូទៅច្រើនហ្នឹងតែពេលគេទៅគ្នាច្រើនយើងទៅដែរដូចឧទាហរណ៍គេថាដូចឧទាហរណ៍ថាគេទៅផឹកស៊ីអីចឹងទៅអីក៏គេឃើញអត់គេមានប្រពន្ធចំគ្រប់គ្នាអីប្រពន្ធចំដែរអាហ្នឹងឬក៏គេរត់ថៃគ្រប់គ្នាយើងអត់រត់ថៃគេមិនគេរត់ថៃគេមិនយើងមិនចឹងដែរចូលសិនតាមបាត់ចូលស្រុកតាមទេចឹងទៅអាហ្នឹងមកគេទៅរួចយើងទៅតាមទេដែរហ្នឹងណា
ចេះមកអសនកម្មហ្នឹងអញ្ចឹងនេះកណ្ដាលទៅសេអារៃរាប់ហ្នឹងរៃរាប់ហើយគាត់សេអាខ្លីៗសពឃើញទៀតណាអញ្ចឹងអសនកម្មហ្នឹងវាអាចជាអំពើដែលយើងធ្វើក៏បានឬអាចជាអ្វីដែលយើងនឹកដល់អំពើដែលយើងធ្វើហ្នឹងក៏បានដែរអ្វីដែលយើងធ្វើមុនពេលស្លាប់វាអាចជាកុសលអាចជាអកុសលត្រូវអត់ទេអ្នកដូចបាត់កណ្ដាលមុនស្លាប់គាត់បានធ្វើអីព្រះអង្គមកឲ្យជាអារម្មណ៍កុសលឲ្យបានគាត់បង្អោនចិត្តផ្សាយគុំអានេះឲ្យជាអារម្មណ៍មុនស្លាប់បាត់កណ្ដាលជាកុសលព្រោះគាត់ចិត្តស្លាប់ហើយណាពួកគាត់ជាបាលតែកំណាញ់នោះហើយអំពើដែលជាអកុសលមុនស្លាប់ក៏អ្វីដែលខ្លួនបានធ្វើមុនស្លាប់ជាអកុសលមានអត់មានហ្នឹងហើយខ្លាំងណាស់អញទេបាត់ទេទៅថៅទេដល់ហ្នឹងហើយហ្នឹងគឺជាអំពើដែលយើងធ្វើជាអកុសលចុះអ្វីដែលយើងនឹកដល់វិញនឹកដល់ហ្នឹងក៏ជាកុសលអកុសលបានដែរមែនទេណាអញ្ចឹងដូចចាស់គាត់មាននៅធ្វើអីគាត់ចាស់ធំៗគាត់បានធ្វើណាតែគាត់នឹកដល់ចាស់ច្រើននឹកដល់អតីតកាលរបស់គាត់អញ្ចឹងបាទអតីតកាលយើងអាក្រក់វានឹកឃើញតែអាក្រក់ហ្នឹងដល់ពេលចាស់ទៅយើងមើលដឹងសង្កេតមើលចាស់គាត់នឹកឃើញអីគាត់នឹកឃើញតែរឿងរ៉ាវតាពីអតីតកាលរបស់គាត់ហ្នឹងឯងហ្នឹងហើយគាត់នឹកឃើញគាត់អត់មានអីថ្មីគាត់បានធ្វើអីថ្មីអញ្ចឹងគាត់នឹកឃើញតែចាស់របស់គាត់ហ្នឹងអញ្ចឹងប្រយ័ត្នចាស់ហ្នឹងល្អឬមិនល្អតាមហ្នឹងទេណាអូខេសម្គាល់បើមិនមានរូបកម្មទេអសនកម្មនឹងជាកម្មដែលឲ្យផលនៅជាតិបន្ទាប់អញ្ចឹងបើមានរូបកម្មក៏រូបកម្មឲ្យផលជាតិបន្ទាប់ជាទី2ហ្មងតែបើអត់មានរូបកម្មទេអាហ្នឹងមិនអសនកម្មនេះកម្មដែលយើងធ្វើមុនពេលស្លាប់ឬកម្មដែលយើងនឹកដល់មុនពេលស្លាប់ហ្នឹងអាហ្នឹងវាឲ្យផលបន្ទាប់ហ្មងណាកុសលដែលបានធ្វើពីមុនមកពេលចិត្តស្លាប់ហើយធ្វើឲ្យយើងនឹកឃើញហ្នឹងកុសលហ្នឹងគេហៅថាកុសលអសនកម្មហើយអកុសលដែលយើងធ្វើពីមុនមកនៅពេលចិត្តស្លាប់ហើយក៏នឹកឃើញហ្នឹងអកុសលហ្នឹងហៅថាអកុសលអសនកម្មនេះបាននិយាយត្រួសលើកឧទាហរណ៍ទេអានេះហ៎បើជាកុសលអសនកម្មវិញហើយទោះជាមិនធ្លាប់ធ្វើពីមុនមកក្តីគឺទៅតែបានធ្វើនៅពេលចិត្តស្លាប់ហ្នឹងពីមុនមកបានធ្វើទៅធ្វើពេលចិត្តស្លាប់ហ្នឹងក៏ជាអសនកម្មដោយពេលជាឃាតស្លាប់នេះមក50ឆ្នាំហើយតែនៅពេលដែលថ្ងៃហ្នឹងត្រូវស្លាប់ព្រះសិរីបុត្រមកប្រោសគាត់មកបិណ្ឌបាតឲ្យគាត់បានដាក់បាតថ្ងៃហ្នឹងអីក៏បានទៅកើតសុគតិទៅអញ្ចឹងគាត់បានធ្វើនៅពេលចិត្តស្លាប់ដល់ដាក់បាតហើយគាត់ចេញពីលោកត្រឡប់ទៅវិញហ្នឹងដែលក្បាលបាត់ចូលទៅវិញហ្នឹងក៏មេគោរត់មកវត្តយកបដៅស្លាប់បដៅអញ្ចឹងណាប៉ុន្តែចិត្តរបស់គាត់ទៅនៅតាមនឹងកុសលអញ្ចឹងគោវត្តត្រូវរបួសអីអញ្ចឹងគាត់មាននឹកឃើញដល់អាឈឺហ្នឹងទេគាត់នៅនឹកឃើញពេញចិត្តថាអូរដល់ប្រញាប់ទៅធ្វើការប្រញាប់ទៅអត់បានដាក់បាតថ្ងៃនេះបានដាក់បាតដាក់អីក៏សុបាយចិត្តគាត់បានទៅកើតនៅសុគតិទៅគឺជាកុសលអសនកម្មហើយគាត់ទៅកើតជានៅទេវតាទៅណាតាមដល់ហ្នឹងតែបានធ្វើហ្នឹងបើពេលស្លាប់ហ្នឹងក៏ប៉ុន្តែកម្រងចាំពេលចិត្តស្លាប់ចង់ធ្វើអត់ក្នុងចាំទេព្រោះដល់ពេលស្លាប់យើងមានពេលណាធ្វើអញ្ចឹងធ្វើឲ្យហើយទីថ្ងៃធ្វើឲ្យខ្លាយទៅជាអចិន្នកម្មមកហើយមែនអត់ទេពេលចិត្តស្លាប់ហ្នឹងណាដល់ស្លាប់ពេលណាបើស្មានស្លាប់អាយុ75ហ្នឹង50ក៏មិនដឹងហើយគេចំពោះអកុសលវិញអានេះកុសលលើកឧទាហរណ៍ណាកុសលឬកុសលដែលបានធ្វើពីមុនមកពេលចិត្តស្លាប់ក៏នឹកឃើញហ្នឹងក៏ជាអសនកម្មដូចជាអីគេដូចធ្វើសម្បទានបនការបនឋានអីមុនពេលស្លាប់ណាយើងបានធ្វើអញ្ចឹងទៅឬក៏យើងធ្លាប់ពោះជាភិក្ខុសាមណេរឬក៏ធ្លាប់សាងគាត់វិហារសាលារៀនឬក៏នឹកឃើញនៅអំពើល្អរបស់ខ្លួនដែលខ្លួនបានធ្វើកន្លងមកហ្នឹងក្តីក៏នឹកឃើញមុនស្លាប់យើងនឹកឃើញអញ្ចឹងទៅជាកុសលអសនកម្មអានេះអំពើល្អអញ្ចឹងទៅហើយចំពោះអកុសលអសនកម្មវិញនេះក៏នៅសេសម្រាប់ឲ្យនឹកឃើញទោះជាពីមុនមកមិនធ្លាប់ធ្វើទៅតែបានធ្វើមុនពេលចិត្តស្លាប់ធ្វើអីធ្វើអកុសលហ្នឹងណាពីមុនមកធ្លាប់ធ្វើពេលចិត្តស្លាប់ទៅជ្រុលកាប់បាត់គេស្លាប់បាត់អញ្ចឹងទៅឬក៏បាញ់ទីភ្លើងបាញ់ផុងពីផុងគេស្លាប់បាត់អានេះគឺជាកុសលគឺជាអកុសលអសនកម្មបើយើងបានធ្វើអកុសលមុនពេលស្លាប់ណាតែធ្វើមកជាតិធ្វើបន់ធ្វើទៀតមកច្រើនហ្នឹងឯងមុនស្លាប់ហ្នឹងក៏ហ៊ានទៅប្រព្រឹត្តអីជាអកុសលហ្នឹងបានជាអកុសលអសនកម្មហើយឬក៏អកុសលដែលបានធ្វើមកហើយពីមុនមកលោកចិត្តស្លាប់ក៏នឹកឃើញដល់អំពើអាក្រក់ទាំងនោះនឹកឃើញចិត្តស្លាប់នឹកឃើញក៏ចាត់ទុកជាអកុសលអសនកម្មបានដែរអកុសលនេះអានេះធ្វើពីមុនហើយនឹកឃើញនៅពេលក្រោយអានេះក៏ចាត់ទុកជាអកុសលអសនកម្មដែរឧទាហរណ៍ថាមនុស្សឆ្លោះតតែងគ្នាក៏វាកាប់ចាក់គ្នាស្លាប់ណាបើទៅប្រះទៅឆ្លោះគ្នាពេលក្មេងៗទីដៅទីបាត់អីដល់ណាការស្លាប់នៅពេលនោះឬក៏ស្លាប់នៅពេលក្រោយទៅក៏ចាត់ទុកជាអកុសលអសនកម្មចាត់ទុកជាអកុសលអសនកម្មឧទាហរណ៍អ្នកដែលសេពសារាអ្នកដែលសេពសារាកំពុងតែសบายក្អាកកាយនៅពេលស្រវឹងនៅឡើយហ្នឹងក៏កើតគ្រោះថ្នាក់ឧបទ្ទវហេតុណាមួយធ្វើឲ្យស្លាប់បាត់បង់ជីវិតអីបងសบายស្លាប់ហ្មងណាបងហូរកាធៀវអីចឹងទៅឬក៏អីគ្រោះថ្នាក់អីមកមានហេតុការណ៍មួយគាត់សម្រាប់នៅលើក្រែនៅផ្ទះគាត់អត់មានធ្វើអីណាឡានកលាប់ពីផ្លូវមកកលាប់ចូលផ្ទះហ្នឹងកលាប់ទៅលើក្រែគាត់ឲ្យមកស្លាប់ដល់កន្លែងហ្មងនេះការស្លាប់ពីមុនឃើញមកមិនដឹងតែទោះជាភ្លាមមិនតន់ហន់អញ្ចឹងក៏វាមានដែរវាមានអសនកម្មមិនមែនអត់ទេវាឲ្យមកជានិមិត្តអីនៅមុនស្លាប់ជាកុសលឬអកុសលអញ្ចឹងដែរឬក៏ឧទាហរណ៍មនុស្សឬក៏សត្វដែលត្រូវគេយកទៅបូជាយ៉ាញ់យកទៅបូជាយ៉ាញ់ឬក៏ទូក៏បាញ់ស្លាប់អានេះក៏ស្លាប់ភ្លាមដែរណាអាហ្នឹងក៏ចាត់ទុកជាអកុសលអសនកម្មដែរហ្នឹងព្រោះកាត់ឡើងហើយជាអំពើរបស់អកុសលមុនពេលស្លាប់ក៏បានធ្វើនៅអំពើនោះឬក៏មុនពេលស្លាប់នឹកឃើញនៅអំពើនោះក៏ចាត់ទុកជាអសនកម្មទាំងអស់ហ្នឹងឯងគេចាត់អសនកម្មនេះតែមួយថ្ងៃបានបើអត់សូវមានអីច្រើនដែរណាបានលើកឧទាហរណ៍រឿងរ៉ាវឲ្យច្រើនតិចប៉ុន្តែមកសេរីកាមេរ៉ាលើកឡើងរឿងរ៉ាវតិចដើម្បីយល់ហេតុការណ៍បានកាមេរ៉ាណាគេណាសូមអរគុណបានជួយប្រសាទសម្ភារពលជនពលសមាជិកហេតុបច្ច័យដល់តែអស់ទៅអស្វ័យក្លេសញ៉ាំបានពីកាលរូបចតុគ្រប់អង្គគ្រប់គ្នាសូមអនុមោទនាណាសូមមុនទៅឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យព្រះអង្គថាខ្ញុំព្រះធម៌ព្រះសង្ឃជា